បងប្អូនអើយបងប្អូនថ្ងៃនេះខ្ញុំសូមចេញសារជាវីដេអូមួយទាំងដែលខ្ញុំអត់ដែលស្គាល់លោកពូម្នាក់នឹងតតែសោះហើយមិននឹកស្មានថាលោកពូគាត់ហ៊ានដល់ថ្នាក់នឹងលោកពូគាត់ហ៊ានព្រមឲ្យខ្ញុំខ្ចីម៉ូតូទាំងដែលខ្ញុំអត់ដែលស្គាល់គាត់តតែសោះហើយបងប្អូនគិតមើលកម្រណាបងប្អូនកម្រមែនតែនខ្ញុំរំភើបមិននឹកស្មានថាខ្ញុំបានជួបជាមួយនឹងមនុស្សល្អដែលគាត់មានចិត្តធម៌មេត្តាឲ្យម៉ូតូយើងខ្ចីជិះហើយដើមហេតុដំបូងឡើងបងប្អូនគឺខ្ញុំត្រូវទៅផ្សារអូស័យពីអ្នកម៉ាក់ខ្ញុំដើម្បីទៅរើសមើលថ្នាំចិនខ្សែដើម្បីត្រៀមទុកឆ្ពងឲ្យភ្ញៀវហើយពេលដែលខ្ញុំត្រឡប់មកវិញគឺមេឃភ្លៀងខ្លាំងមែនតែនហើយខ្ញុំគិតថាប្រហែលជាមិនអីទេយកកូនតាន់ពួកកូនចេញពីរៀនមក4កន្លះតែពេលមកដល់មកព្រានគឺស្ទះផ្លូវខ្លាំងមែនតែនខ្ញុំក៏បកមកត្រឡប់មកតាមផ្លូវ271ពេលមកដល់ផ្លូវ271បងប្អូនណាគៀកនៅប្រទាយ99ឃើញទឹកលិចពីចម្ងាយឃើញខាខ្លាំងមែនតែនហើយខ្ញុំក៏បថុយបកតាមឡានមួយនៅខាងមុខដែលគេជិះនៅខាងមុខខ្ញុំគេបកតាមច្រកដឿងហែមក៏ប៉ិតគេជិះចូលច្រកផ្ទះគេតែយើងគិតថាមានផ្លូវចេញញោហើយខំប្រឹងជិះទៅតាមគាត់មានណាស្ទះផ្លូវងក់នៅនឹងបដ ாய் ហើយដល់ពេលដែលស្ទះហ្នឹងគឺមានផ្លូវបន្លោះមួយសម្រាប់ដាក់ម៉ាឡានហើយនៅពេលដែលខ្ញុំជិះទៅវាស្ទះផ្លូវខ្ញុំក៏ជិះចូលតាមអាច្រកមកបន្លោះហ្នឹងចូលអាយ៉ាដើម្បីជិះមកវិញក៏ប៉ះជាមួយនឹងម៉ូតូលពូបន្តិចតែអត់មានខូចអីទេគ្រាន់តែប៉ះបន្តិចហើយលពូក៏ចេញមកហើយខ្ញុំក៏សុំទោសលពូហើយខ្ញុំក៏សុំអធិស្ឋានលពូសុំខ្ចីម៉ូតូលពូក៏អនុញ្ញាតឲ្យខ្ញុំយកម៉ូតូហ្នឹងមកយកកូនទាំងដែលខ្ញុំអត់ដែលស្គាល់គាត់តតែសោះហើយដល់ពេលអញ្ចឹងខ្ញុំនឹកថាអូយខ្ញុំធ្វើបន់ដល់បានជួបមួយមនុស្សចិត្តធម៌ដែលគេមានមេត្តាដែលគេយោគយល់ហ៊ានឲ្យម៉ូតូយើងខ្ចីទាំងដែលយើងអត់ដែលស្គាល់គាត់តតែសោះហើយកូនខ្ញុំចេញពីរៀនមក4កន្លះម៉ោង6កន្លះបាទខ្ញុំបានទៅយកគាត់បងប្អូនគិតមើលថាគ្នាភ័យប៉ុណ្ណានៅម្នាក់ឯងខ្ញុំបារម្ភពីកូននឹងមែនតើហើយបន្ទាប់មកខ្ញុំត្រូវទៅយកកូនប្រុសខ្ញុំកូនច្បងនៅតាពាំងថ្លឹងហើយបានត្រឡប់ទៅយកឡានវិញហើយនេះគឺជាវីដេអូមួយដែលខ្ញុំចង់ចេញសារអរគុណលោកពូអរគុណហើយអរគុណទៀតដែលលោកពូមានទឹកចិត្តមេត្តាដល់ក្មួយពិតជាអរគុណមែនតើ